សួស្តីអ្នកគ្នាវីដេអូនេះដែរខ្ញុំមកណែនាំអ្នកគ្នាពីរបៀបក្នុងការ set up DNS នៅក្នុង Windows Server ដោយជាដំបូងអ្នកគ្នាធ្វើការចូលទៅកាន់ Server Manager មកបើអ្នកគ្នាអត់ទាន់មាន DNS Server ទេអ្នកគ្នាអាចទៅ download បានដំបូងចូលទៅកាន់ Manage យកលើពាក្យ Add Role and Feature មកចុចពាក្យ Connect ហើយទៅឃើញពាក្យនេះហើយចុច Next ទៀតមកselect លើ server របស់អ្នកគ្នានេះហើយចុច Next ទៀតបើអ្នកគ្នាអត់ទាន់មាន DNS ទេអ្នកគ្នាចុចទៅលើពាក្យ DNS មកចុច Next ហើយទៅ down បានហើយតែនេះខ្ញុំ down ហើយអញ្ចឹងឥឡូវចូលទៅដល់ការ configure វាម្ដងអ្នកគ្នាចូល Windows O មកហើយ search command នេះ DNS SMG នេះហើយចុចទៅ OK មកអ្នកគ្នាឃើញ server របស់អ្នកគ្នា DNS server ផងនេះមកហើយអ្នកគ្នា right click ទៅលើ forward 0 app នេះមកយកពាក្យថា new នេះហើយចុចពាក្យថា next មកចុច5.0 ហើយ next ទៀតហើយយកអានេះទៅ next ទៀតអ្នក3នេះអ្នកគ្នាយកណាក៏បានដែរដូចជា forest domain និង windows នេះហើយចុច next ទៀតមកហើយនេះជា username មកចុចពាក្យថា next ទៀតមកធ្វើការចុចពាក្យថាខ្ញុំយកពាក្យ allow នេះមួយហើយទៅចុច next ទៀតចុច next ទៀតមកអានេះយើងបានហើយdomain របស់យើង spire.com នេះមកធ្វើការបង្កើត domain forward 0មួយទៀតពាក្យ new 0ចុចពាក្យ next 5.0 next មកហើយយកថា domain នេះ next ទៀតហើយខ្ញុំដាក់ឈ្មោះថាបតីចុះ .com មកចុចពាក្យថា next ហើយយកទី2នេះ3នេះអ្នកគ្នាយកណាក៏បានដែរតែខ្ញុំយកពាក្យកណ្ដាលគេចុចពាក្យថា next ហើយចុចពាក្យ finish ឥឡូវខ្ញុំបានហើយមកធ្វើបង្កើត reverse lookup ហើយធ្វើការ right click ទៅលើ reverse នេះមកចុចលើវាហើយចាំ right click new next ទៀតមកទៅការចុច next ទៀតហើយចុច next ទៀតមកយកធ្វើ IPv4 ទេ next ទៀតខ្ញុំធ្វើការដាក់ ID ចូល192.168.1 មកធ្វើការចុច next ទៀតមកហើយ allow both ចុច next ចុច finish លើបានហើយរបស់យើងនេះមកធ្វើការ right click ទៅលើ reverse 0យើងនេះទីស៊ូមើល right click ទៅលើវាមកហើយចុចយកពាក្យថា new pointer.ptr នេះហើយដាក់ពីក្រោយដាក់ថាចុច 10.1 មកដាក់ hostname វាមក www.spyi.com មកចុចពាក្យថា OK មកចុច1.com OK ចុច OK មកអ្នកគ្នាទៅកាន់ reverse 0នេះវិញ forward 0នេះហើយ right click ទៅលើ domain យើងបង្កើតមកចុច create new host ហើយយើងដាក់ពីមុខនេះមកដាក់ www ហើយ IP ដែលយើងបានដាក់នៅនោះមិញហ្នឹង 192.168.1.1 ហើយយកពាក្យថា create associate pointer record នេះមកអ្នកចុចពាក្យថា add host នេះមកពាក្យ OK មកហើយចុចពាក្យថា done ហើយសម្រាប់ server មួយទៀតធ្វើដូចគ្នាដែរសម្រាប់ domain មួយនេះក៏ដូចគ្នាយ៉ាងដែរចុចវាហើយ right click ទៅលើវាចុចពាក្យថា new host មកដាក់ថា www ហើយដាក់ IP មក 192.168.1.2 ហើយយក create នេះដូចគ្នាហើយចុចពាក្យថា add host និយាយពាក្យថា OK ចុចពាក្យថា down មកអ្នកគ្នាទៅការចូលទៅលើកន្លែងនេះវិញ
right click ចូល property តមកនៅក្នុងការចុចលើពាក្យ provider នេះមកហើយចុចពាក្យអានេះហើយចុចពាក្យ edit តមកធ្វើការដាក់ IP ចូលចុច 3.3 របស់ Google 8.8.8.8 ហើយចុចពាក្យ OK មកចុចពាក្យនេះចុចពាក្យ apply តមកចុចពាក្យ OK មកឥឡូវទៅ comment CMD អ្នកគ្នានិយាយ comment pro មកឥឡូវធ្វើការ comment ដើម្បីមើលប្រវត្តិ0 ns lookup www.spyi.com enter មក ns lookup lookup cost lookup OK នេះវាស្គាល់ហើយឥឡូវធ្វើការមួយទៀតដាក់ទៅនេះម្ដងប្រតិ .com enter មកស្គាល់ឥឡូវយើងសាកទៅ reverse ម្ដងអត់ lookup ដូចគ្នាយើងហើយទៅយើងដាក់ IP វាមកយើងទៅ reverse វាចាប់បានអត់ 92.168.1.1 ត្រូវហើយឥឡូវយើងចុច2ម្ដងអូខេឥឡូវវាស្គាល់ហើយសូវីដេអូរបស់ខ្ញុំហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូមួយហ្នឹង